ជីវិតបណ្ដាញទូរទស្សន៍ជាតិក្រៅខាងជើងបានផ្សព្វផ្សាយខ្សែអាត់វីដេអូមួយបង្ហាញឲ្យឃើញថាលោកស្រីគឹមខ្ជុងហ៊ូជាភរិយារបស់លោកចាងសុងថេកដែលទើបតែកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិលោកស្រីគឹមជាប្អូនស្រីបង្កើតរបស់អតីតមេដឹកនាំគឹមចុងអ៊ីលបានបង្ហាញវត្តមាននៅក្នុងខ្សែអាត់វីដេអូមួយស្ដីពីការលើកសរសើរព្រាបភាពក្នុងការដឹកនាំរបស់លោកគឹមចុងអ៊ុនដែលជាក្មួយប្រុសបង្កើតរបស់លោកស្រីក្នុងខ្សែអាត់វីដេអូដែលទើបតែបង្ហាញនោះត្រូវបានគេចាត់ទុកថាថតតាំងពីឆ្នាំ2012មកម្លេះដោយពេលនោះមានទាំងលោកចាងសុងថេកចូលរួមផងដែរវាសនារបស់លោកស្រីគឹមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានពិសេសក្រោយពេលដែលស្វាមីរបស់លោកស្រីត្រូវក្មួយបង្កើតការទោសប្រហារជីវិតអ្នកឯកទេសវិភាគពីកូរ៉េខាងជើងមកពីសាកលវិទ្យាល័យ John Hopkins អាមេរិកបានបញ្ជាក់ថាបុគ្គលដែលមានសិទ្ធិអំណាចទី2របស់កូរ៉េខាងជើងត្រូវកាត់ទោសប្រហារជីវិតដោយសារតែវិតម្លៃទាបចំពោះគូប្រជែងនិងមហិច្ឆតាខ្ពស់ដោយលោកចាងសុងថេកយល់ឃើញថាគឹមចុងអ៊ុនគ្រាន់តែជាក្មួយប្រុសម្នាក់ប៉ុណ្ណោះនៅស្ទើរនៅឡើយក្នុងឆាកនយោបាយបើទោះបីលោកចាងមានជាប់សាច់ឈាមជាមួយត្រកូលគឹមប៉ុន្តែអាស្រ័យលើភរិយាដែលជាកូនស្រីបង្កើតរបស់លោកគឹមអ៊ីលសុងទើបតំណែងកាន់តែកើនឡើងខ្ពស់ឥតឈប់ឈរក៏ប៉ុន្តែសកម្មភាពរបស់លោកចាងនាពេលកន្លងមកគឺជាការក្បត់ក្រោយខាងជើងចំណែកភរិយារបស់លោកដូចជាគ្មានទោសកំហុសអ្វីនោះឡើយការកាត់ទោសប្រហារជីវិតលោកចាងជាផុសតាំងបង្ហាញឲ្យឃើញថាមានសកម្មភាពប្រឆាំងតានតឹងក្រោយរយៈពេលផ្លាស់ប្ដូរអំណាចនៅក្រោយខាងជើងបើទោះបីមានបុគ្គលណាមួយជំទាស់តែនៅក្នុងចិត្តមានរក្សាគំនួចប្រឆាំងនឹងលោកគឹមចុងអ៊ុនជារៀងរហូតមកតែកាត់ទោសប្រហារជីវិតឪពុកមាថ្លៃគឺជាការគំរាមកំហែងមួយដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅកូរ៉េខាងជើងហើយពេលនេះមន្ត្រីដែលនៅក្រោមឱវាទគឹមចុងអ៊ុនមិនហ៊ានក្បត់ទៀតឡើយសូម្បីតែកាត់ក៏មិនហ៊ានដែរខ្លាចលទ្ធផលចុងក្រោយដោយឪពុកមាលោកគឹមចុងអ៊ុនសូម្បីតែសាច់ញាតិដែលធ្វើខុសនៅមិនលើកលែងផងទម្រាំតែមន្ត្រីដែលគ្មានជាប់ពាក់ព័ន្ធតំណាងរាស្ត្រអាមេរិកចូល